Rosie កាន់តែយូរស្គាល់ផ្លូវកាន់តែច្បាស់ខ្ញុំបាទសំកសលស្វាគមន៍មកកាន់កម្មវិធីអ្នកនាំផ្លូវរបស់ Business Cambodia បាទបងប្អូនធ្វើឲ្យកីឡាយើងមិនបាច់ចេញទៅក្រៅទៀតទេបាទនៅកន្លែងមួយនេះអស្ចារ្យមែនតើបាទខ្មែរយើងឥឡូវមានសមត្ថភាពខ្លាំងអូយអត់ចាញ់ប្រទេសជិតខាងទេបាទហើយកៅកន្លែងនេះបាទសុទ្ធតែជាកៅដែលមានគុណភាពហើយទាំងអស់គ្នាមកធ្វើនៅទីនេះគឺចំណេញពេលមែនតើហើយអ្វីដែលសំខាន់បាទគឺម្ចាស់នៅទីនេះគឺគាត់ជំនាញស្ទាត់ណាបាទទាំងជំនាញទាំងបេះដូងនៅក្នុងការរកស៊ីគឺមានមកចប់តែម្ដងសម្រាប់អ្នកទាំងអស់គ្នាដែលធ្វើកៅបាទកៅកីឡានេះឥឡូវហ្នឹងគឺសិស្សសាលាពាក់ច្រើនហើយតាមក្រុមហ៊ុនក៏ពាក់ច្រើនដែរដោយសារនាំគ្នាលេងកីឡាច្រើនបាទជំរាបសួរបាទជំរាបសួរលោកគ្រូបាទហើយចាប់ផ្ដើម e-sport នេះយូរនៅយូរដែរលោកគ្រូតាំងពី2019ខែ5បាទវាចូល6ឆ្នាំដែរបាទចាប់ផ្ដើមដំបូងហ្នឹងគឺផ្ដោតទៅលើការធ្វើបោះពុម្ពកៅកីឡាហ្មងបាទខ្ញុំចាប់ផ្ដើមដំបូងគឺចាប់ផ្ដើមពីការបោះពុម្ពមកបាទយើងអត់ទាន់មានស្តុកបានច្រើនបែបហ្នឹងអាវម៉ូតអីហ្នឹងគឺយើងធ្វើបានទាំងអស់លោកគ្រូទាំងកបាល់កមូលកអីគឺយើងធ្វើបានចប់បាទទៅពេលប្រសិនបើយើងទៅស្រុកក្រៅប្រហែលពិបាកកំងណាវារៀងពិបាកទី1វាចំណាយពេលយូរវាអាចចូលដល់2សប្តាហ៍ទៅ3សប្តាហ៍អញ្ចឹងលោកគ្រូប៉ុន្តែបើនៅកន្លែងយើងធ្វើត្រឹមតែមួយសប្តាហ៍ឬក៏អាចលឿនជាងនេះទៀតអាចថាប្រហែល100អាវខោក្នុងមួយថ្ងៃយើងអាចផលិតបាន3ទៅ400ក្នុងមួយថ្ងៃ3ទៅ400បាទអញ្ចឹងទេសម្រាប់បងប្អូនដែលកំង4 500អីតែត្រឹម2 3ថ្ងៃអីគឺហើយបាទគ្រូបាទហើយបើថាទៅស្រុកក្រៅគឺចំណាយពេលច្រើនបាទចំណាយពេលច្រើនហើយនៅដឹកជញ្ជូនទៅវិញទៅមកទៀតគាត់ដឹកជញ្ជូនចំណាយពេល3ថ្ងៃបាទហើយនៅនេះយើងធ្វើគំរូឲ្យហ៎ធ្វើលោកគ្រូធ្វើគំរូឲ្យភ្ញៀវគាត់ឆែកមើលសិនទាល់តែវាត្រឹមត្រូវតាមអ្វីដែលគាត់ចង់បានអានឹងបានយើងចាប់ដើមផលិតជួយគាត់ដែរមិនយើងចេះតែធ្វើទាំងភ្ញៀវអត់ស្រឡាញ់អត់អីយើងធ្វើគំរូនេះទាំងគំរូអាវទាំង design ទាំង design លោកគ្រូទាំងគំរូអាវអត់គិតលុយទេអត់គិតលុយទេបាទនេះជាចំណុចមួយធំមែនតើបើទាំងអស់គ្នាទៅស្រុកក្រៅបោះពុម្ពអាវយឺតកីឡានេះគឺត្រូវចំណាយនៅក្នុងការ design ទៀតបាទហើយតាមទួលនិយាយរួមដោយសារទៅបរទេសគឺគាត់អត់យល់ពីសិល្បៈខ្មែរនៅនេះយើងមានអ្នក design ច្រើនបាទហើយដែលគាត់យល់ពីសិល្បៈខ្មែរទៅពេលអញ្ចឹងគឺទាំងអស់គ្នាស្រួលនៅក្នុងការនិយាយគ្នាគាត់ចង់បាន concept បែបខ្មែរក៏បានបែបអីក៏បានឲ្យគាត់ឲ្យជាគំនិតទៅឬបើមិនជាគាត់អត់មានជាគំនិតទេគាត់ប្រាប់ថាអ្វីដែលគាត់ចង់បានអានឹងក្រុមការងារ design គាត់នឹងជួយបន្ថែមហ្នឹងទៅហើយទាំងតម្លៃទាំងគុណភាពគឺអាចប្រកួតប្រជែងបាទមួយស្រុកក្រៅបានបាទនេះគឺជាមោទនភាពមួយធំមែនទែនដែលថាពីខ្ញុំចុះទៅវីដេអូច្រើនបាទចុះទៅអាជីវកម្មខ្មែរយើងច្រើនគឺឃើញថាពីមួយថ្ងៃទៅមួយថ្ងៃបាទគឺរោងចក្រឬក៏សិប្បកម្មរបស់ខ្មែរយើងគឺកាន់តែខ្លាំងទៅហើយតួយ៉ាងដូចនៅ e-sport នេះអូតោះគ្នាបាទខ្ញុំចុះមកនេះតោះគ្នាកំពុងមើលនេះគឺគាត់មានច្រើនផ្នែកចាដើម្បីផលិតអាវចេញមកបានណាបាទកាលពីមុនគឺយើងអត់មានអញ្ចឹងទេណានៅស្រុកខ្មែរយើងពេលច្រើនយើងទិញកៅអៅស្រាប់មកហ្មងនៅទីនេះគឺយើងមានម៉ាស៊ីនអ៊ុតពណ៌មានទំនើបទៀតបាទម៉ាស៊ីននៅនេះខ្នាតធំដែរអ៊ុតហ្នឹងបើយើងនិយាយពីនៅខ្មែរទៅអត់មានដល់10គ្រឿងឯងខ្ញុំនិយាយចឹងបាទជាម៉ាស៊ីនដែលទំនើបខ្លាំងណាបាទហើយ e-sport នេះមកដល់ពេលនេះប្រហែលជាយើងមានប្រមាណផ្នែកដើម្បីផលិតអាវចេញមកបានទេយើងដំបូងយើងមានគ្រប់អីគេខ្លះរងថ្ងៃមានខាង design សំខាន់ design មុននឹងចូលទៅប្រហែលជា6 7នាក់បាទលោកគ្រូ design ហើយបន្ទាប់មកខាង print បាទខាង print ប្រហែលជាប្រហែលនាក់3នាក់ដែរបាទ print ខាង3នាក់ហើយប៉ុន្តែយើងប្រើម៉ាស៊ីនទំនើបបាទលោកគ្រូដូចលោកគ្រូជួយឡើងទៅលើមិញហ្នឹងណាបាទហើយចេញពី print យើងទៅណា print មកកន្លែងអ៊ុត transfer ដែលដូចម៉ាស៊ីនលោកគ្រូបានឃើញមិញដែរបាទហ្នឹងហើយហើយបន្ទាប់មកបានយើងយកអាកណាត់ដែលយើងអ៊ុតរួចហ្នឹងរុញទៅកន្លែង D បាទកន្លែង D ប្រហែលជាប្រហែលនាក់ D ចូលជា15នាក់ដែរបាទហើយជា15នាក់បាទនេះជាកន្លែងបាទថាជារោងចក្រតូចមួយរបស់ខ្មែរយើងបាទប៉ុន្តែម្ចាស់គឺគាត់មានបេះដូងធំណាស់បាទនិយាយរួមគឺគាត់ចង់ធ្វើកន្លែងមួយនេះដើម្បីឲ្យទាំងអស់គ្នាលេងពិបាកទៅស្រុកក្រៅទៀតបាទមិនបាច់ទៅស្រុកក្រៅទៀតទេទាំងអស់គ្នាចំណេញពេលវេលាច្រើនហើយមើលការ design បែបអញ្ចេះអីគឺនៅស្រុកខ្មែរយើងវាស្រួលជាងបាទអញ្ចឹងនេះគឺជាគុណតម្លៃនៃផលិតផលខ្មែរជាគុណតម្លៃនៃយីហោខ្មែរបាទដែលយើងមួយថ្ងៃទៅមួយថ្ងៃគឺយើងពីផលិតផលមួយទៅផលិតផលមួយគឺយើងមានសមត្ថភាពប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងយើងគឺខ្លាំងមែនតើអញ្ចឹងបងប្អូនចង់បានកៅអៅកីឡាអាចតាក់ទងមក e-sport មកបាទចូលទៅក្នុង page របស់ e-sport ផ្ទាល់បាទហើយតាក់ទងមកផ្ទាល់ចុះហើយនាំគ្នាគ្រប់គ្រងកៅអៅរបស់ខ្មែរយើងឲ្យបានច្រើនហើយនាំគ្នាចូលរួមលេងកីឡាឲ្យបានច្រើនផងដែរអរគុណច្រើន e-sport លើសពីកីឡា